ជំរាបសួរនាងខ្ញុំឈ្មោះឡាងគុន្ធានាងខ្ញុំជាជនជាតិដើមភាគតិចព្រៅមកពីខេត្តរតនគិរីចានៅថ្ងៃនេះផងដែរខ្ញុំពិតជាមានអារម្មណ៍ថាសប្បាយរីករាយខ្លាំងមែនទែនដែលមានឱកាសចូលរួមក្នុងការប្រកួតគំនូរនៅស៊ីយ៉ាហើយនេះគឺជាលើកទី1របស់ខ្ញុំនៃការប្រកួតគំនូរនេះប៉ុន្តែគឺជាលទ្ធផលមួយដ៏ល្អប្រសើរខ្លាំងមែនទែនហើយចំពោះអត្តន័យនៃរូបគំនូរនេះផងដែរគឺបង្ហាញអំពីជនជាតិដើមភាគតិចដែលគាត់ផ្សារភ្ជាប់គ្នាជាមួយនឹងធម្មជាតិក៏ដូចជាផ្សារភ្ជាប់គ្នាជាមួយនឹងវប្បធម៌ប្រពៃណីដែលយើងមានក្នុងពេលអតីតកាលរហូតមកដល់បច្ចុប្បន្ននេះផងដែរហើយក្នុងនាមជាយុវជនជនជាតិដើមភាគតិចនឹងពំនាំនៅរាល់វប្បធម៌ប្រពៃណីរបស់ជនជាតិដើមភាគតិចទាំងអស់នេះនឹងផ្សារភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Digital នៅក្នុងពេលបច្ចុប្បន្នហើយនិងពេលអនាគតហើយខ្ញុំសង្ឃឹមថាជាយុវជនជំនាន់ក្រោយយើងទាំងអស់គ្នានឹងប្រឹងប្រែងសិក្សារៀនសូត្រក៏ដូចជាចងក្រងនៅរាល់វប្បធម៌ផ្សេងៗដែលយើងបានមានចងក្រងទៅជាឯកសារមួយដែលអាចចែករំលែកបានទៅលើប្រព័ន្ធ social media ដែលជាប្រព័ន្ធមួយដែលឥតបានកំណត់នៅក្នុងការចែករំលែកដែលអាចថែរក្សាទុកបានយូរនៅរាល់វប្បធម៌របស់យើងដែលមានកន្លងទៅនេះចា៎